មើលតែមុខអ្នកញ៉ាំក៏ដឹងថាសម្លនឹងគឺឆ្ងាញ់ប៉ុណ្ណាដែរជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំនឹងមកធ្វើសម្លម្ជូរគ្រឿងជាមួយនឹងសាច់មាន់ផងដែរមុននឹងទស្សនាអំពីសកម្មភាពនៅក្នុងវីដេអូរបស់ខ្ញុំជាដំបូងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាសូមជួយ follow page ខ្ញុំម្នាក់មួយផងបើសិនជាទស្សនានៅក្នុង channel YouTube របស់ខ្ញុំសូមជួយ subscribe channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីបានវីដេអូថ្មីៗមុនគេអរគុណតទស្សនាទាំងអស់គ្នាក្រឡេកមកមើលគ្រឿងសម្លម្ជូរគឺមានដូចជាសាច់ប្រឡាក់ជាមួយនឹងគ្រឿងបុកក៏ដូចជាម្ជូរខ្សាំងជីម្រះប្រូគ្រឿងបុកលាយជាមួយប្រហុកនិងត្រកួនស្រែផងដែរហើយសម្រាប់សាច់មាន់គឺខ្ញុំប្រឡាក់លាយជាមួយនឹងម្សៅស៊ុបមាន់បន្តិចផងដែរដោយសារតែឲ្យមានជាតិហើយជាដំបូងគឺធ្វើការដាក់ឆ្នាំងលើចង្ក្រានបន្ទាប់មកខ្ញុំធ្វើការដាក់ខ្លាញ់ដែលខ្ញុំបានចំហៀទុកពីថ្ងៃមុនបន្ទាប់ពីខ្លាញ់យើងក្តៅហើយគឺខ្ញុំនឹងធ្វើការដាក់គ្រឿងដែលបានបុកជាមួយនឹងម្ទេសខ្ទឹមសក៏ដូចជាប្រហុកនឹងលាយជាមួយគ្រឿងនឹងយើងមករំលីងក៏ដូចជាកូរវាឲ្យថាមើលតែមួយឈ្ងុយក៏ដូចជាឡើងក្រហមមើលតែល្មមហើយខ្ញុំមកធ្វើការដាក់ជាមួយនឹងសាច់មាន់ដែលបានប្រឡាក់ជាមួយនឹងគ្រឿងបុកក៏ដូចជាម្សៅស៊ុបមាន់ចំនួនបន្តិចមើលតែម្សៅល្មមអញ្ចឹងដោយសារតែខ្ញុំដាក់អញ្ចឹងប្រឡាក់អញ្ចឹងគឺថាឲ្យមានជាតិសាច់មាន់យើងគឺថាជាតិឆ្ងាញ់ហើយបន្ទាប់មកគឺមកធ្វើការកូរច្បល់រំលីងជាមួយនឹងសាច់មាន់មើលតែរៀងស្ងួតបន្តិចហើយគឺខ្ញុំមកធ្វើការដាក់ជាមួយនឹងទឹកធម្មតាហើយទឹកនឹងគឺខ្ញុំអត់សូវដាក់ច្រើនទេដោយសារតែខ្ញុំសម្លគឺខ្ញុំអត់សូវចូលចិត្តទឹកច្រើនទេអញ្ចឹងហើយគឺដាក់ទឹកតែ1លីត្រសាច់មាន់បន្ទាប់ពីយើងដាក់ទឹកហើយគឺពុះគឺថាទឹកដែលចាញ់ពីសាច់មាន់គឺថាឆ្ងាញ់មានជាតិផងដែរដោយសារតែខ្ញុំបានប្រឡាក់គ្រឿងជាមួយនឹងសាច់មាន់ផងដែរហើយបន្ទាប់ពីទឹកពុះហើយគឺខ្ញុំមកធ្វើការដាក់ជាមួយនឹងបន្លែត្រកួនដែលយើងបានកាត់មើលតែមកសំល្មមដោយសារតែត្រកួននឹងខ្ញុំដាក់រៀងច្រើនផងដែរហើយទឹកតាច់អញ្ចឹងហើយគឺថាត្រកួនច្រើនអត់លិចទេអញ្ចឹងហើយគឺខ្ញុំមកធ្វើការមកកូរត្រកួនក៏ដូចជាកូរអុយលិចទៅក្នុងទឹកសម្លផងដែរដោយសារតែខ្ញុំដាក់ទឹកទាំងតាច់អញ្ចឹងហើយគឺថាត្រកួនយើងគឺអត់លិចទេហើយបន្ទាប់ពីខ្ញុំធ្វើការកូរច្បល់ហើយគ្របមួយសន្ទុះមកគឺថាខ្ញុំចូលចិត្តបែបត្រកួនបែបពណ៌បែបប៉ុណ្ណឹងឯងដោយសារតែវានៅច្រប់ឆ្ងាញ់ហើយបន្ទាប់មកគឺខ្ញុំមកធ្វើការដាក់ជាមួយនឹងម្ជូរខ្សាំងដែលបានឆ្កៀលមុននេះគឺថាចំនួន2ផ្លែផងដែរបើសិនជាពុកម៉ែបងប្អូនចូលចិត្តជូរគឺថាដាក់ច្រើនជាងនឹងគឺថាក៏បានដែរហើយបន្ទាប់មកគឺខ្ញុំមកធ្វើការមកកូរច្បល់ម្ជូរក៏ដូចជាសម្លយើងនឹងគឺថាឲ្យចូលសពគ្នាហើយបន្ទាប់មកគឺខ្ញុំមកធ្វើការដាក់ជាមួយនឹងអំបិលចំនួន1ចុងស្លាបព្រាក៏ដូចជាប៊ីចេងបន្តិចផងដែរហើយបន្ទាប់មកខ្ញុំមកធ្វើការដាក់ជាមួយនឹងស្ករសក៏ដូចជាម្សៅស៊ុបមាន់នឹងចំនួនកន្លះស្លាបព្រាផងដែរដើម្បីថាឲ្យមានជាតិមួយសំល្មមសម្លគឺយើងកុំដាក់ឲ្យប្រៃពេកយើងចាំរៀបឆ្អិនយើងភ្លក់ទៅគឺថាបើសិនជាសាបយើងអាចថែមបានតែបើសិនតែប្រៃយើងមិនអាចកែបានទេអញ្ចឹងណាសម្រាប់សម្លមិនថាសម្លអីទេបងប្អូនគ្នាយើងដាក់សម្លគឺថាស្លោមើលតែសំល្មមសន្តោកុំដាក់គ្រឿងច្រើនពេកហើយបន្ទាប់មកគឺខ្ញុំមកធ្វើការដាក់ជាមួយនឹងជីម្រះប្រូដើម្បីមានក្លិនឈ្ងុយបើសិនជាពុកម៉ែបងប្អូនមានជីម្រះប្រូច្រើនដាក់ច្រើនគឺកាន់តែល្អច្រើនអញ្ចឹងណាដោយសារតែមានជាតិឆ្ងាញ់ផងដែរមើលតែសម្លនឹងគឺថាទំនងឆ្ងាញ់ខ្លាំងមែនទេហើយតើពុកម៉ែបងប្អូនទាំងអស់គ្នាទៅទស្សនាពីខ្ញុំញ៉ាំនៅសម្លម្ជូរគ្រឿងទាំងអស់គ្នាហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាទស្សនាវីដេអូរបស់ខ្ញុំពីដើមដល់ចប់បើសិនជាមានពាក្យសម្ដីឬកាយវិការត្រង់ណាមិនសមរម្យក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នាជាអ្នកទស្សនាផងអរគុណជំរាបបាយជួបគ្នានៅវីដេអូក្រោយ